ឲ្យបងប្អូនទាំងអស់គ្នាតោះយើងមកបន្តនឹងការចែកលេខមានសំណល់បន្តទៀតដោយខាងតំណាងចែករបស់យើងគឺមានលេខ3ខ្ទង់ឯខាងតួចែករបស់យើងគឺមានលេខ1ខ្ទង់ខ្ញុំឲ្យតួចែកខ្ញុំដាក់តួចែកតែលេខ1ខ្ទង់ទេដោយសារតែការចែកលេខរបស់យើងគឺត្រឹមស្ថិតនៅត្រឹមថ្នាក់ទី3ទេតោះអញ្ចឹងយើងចាប់ផ្ដើមមើលដោយធ្លាប់និយាយអញ្ចឹងយើងមើលម្ដងមើលខាងតំណាងចែកម្ដងមួយលេខសិន4ចែកនឹង8បានអត់បានទេតំណាងចែកទី1បើសិនជាតូចជាងតួចែកគឺយើងត្រូវតែយកថែមមួយលេខទៀតអញ្ចឹងយើងកាត់ខ្ទង់មកខ្ទង់ទៀតមកខ្លះទៅជាលេខ41អញ្ចឹងយើងចាប់ផ្ដើមសូត្រមេលេខដោយផ្ដោតលើតួចែករបស់យើងគឺលេខ8អញ្ចឹងយើងសូត្រមេ8មក8ម្ដង8 8 2ដង16 8 3ដង24 8 4ដង32 8 5ដង45 8 6ដង20 8 7ដង29 30 8 អញ្ចឹង8 6ដងលើហើយអញ្ចឹងយើងយក8 5ដង8 5ដង40អញ្ចឹងយើងសរសេរ40នៅខាងក្រោមនេះមកហើយយើងចាប់ផ្ដើមដកលេខចាបន្ទាប់មកពេលនេះសួរថាតើយើងអាចកំណត់ចម្លើយឲ្យអ្នកគ្រូបាននៅអញ្ចឹងយើងមើលលើតំណាងចែកសិនតំណាងចែករបស់យើងអស់លេខនៅទេមែនអត់គឺនៅសល់លេខ7មួយទៀតយើងអត់ទាន់បានទម្លាក់ចុះទេអញ្ចឹងយើងអាចកំណត់វាជាចម្លើយឲ្យអ្នកគ្រូបានទេអញ្ចឹងយើងនៅតែបន្តចែកទៀតអញ្ចឹងលេខ1ចែកនឹង8បានអត់លេខ1គឺជាលេខដែលយើងសល់ពីការដកអញ្ចឹងมันអាចចែកនឹង8បានទេអញ្ចឹងយើងត្រូវតែទម្លាក់តំណាងចែកចុះមកក្រោមមានន័យថាលេខ7នេះយើងទម្លាក់ចុះមកក្រោមមកពេលនេះខ្លះទៅជាលេខ17វាធំជាងលេខ8ហើយអញ្ចឹងយើងចាប់ផ្ដើមសូត្រមេលេខបន្តទៀត8ម្ដង8 8 2ដង16 8 3ដង24បើសិនជាយើងយក8 3ដង24លើសហើយអញ្ចឹងយើងយក8 2ដង16 7 10 11 12 13 14 15 16 សល់0ពេលដែលយើងដកហើយយើងមើលម្ដងទៀតតើតំណាងចែករបស់យើងទម្លាក់អស់នៅពេលនេះយើងទម្លាក់តំណាងចែកមកចុះក្រោមអស់ហើយនៅខាងលើនេះអត់មានតំណាងចែកនៅសល់ទេចុះយើងមើលលើសំណល់វិញតើពេលនេះសំណល់របស់យើងធំឬក៏ស្មើនឹងតួចែកចម្លើយគឺមិនធំហើយក៏មិនស្មើនឹងតួចែកដែរគឺតូចជាងតួចែកអញ្ចឹងពេលនេះគឺយើងអាចកំណត់ចម្លើយឲ្យអ្នកគ្រូបានហើយគឺ52ជាចម្លើយឯសំណល់របស់វាគឺ1